បាទជំរាបសួរបងប្អូនបាទថ្ងៃនេះគឺខ្ញុំបានកាត់បានលុចស៊ីសមួយគ្រឿងទៀតហើយបងប្អូនលុចស៊ីស RX 300ពណ៌កម្មៃ01ឡានខ្ចីតែម្ដងបាទឡាននេះគឺនៅស្អាតបងប្អូនគឺនៅស្អាតរហូតដល់80%តែតិនជាមួយនឹងទឹកថ្នាំបាទហើយបើសិនជាយើងនិយាយអំពីការបុកប៉ះពីអីគឺអត់មានទេបងប្អូនបាទបុកប៉ះពីអត់មាន100%តែម្ដងបាទមុននឹងចូលមកដល់ការអត្ថាធិប្បាយតេតិនជាមួយនឹងរថយន្តមួយគ្រឿងនេះខ្ញុំបាទក៏សូមជម្រាបជូនដល់បងប្អូនថាឡាននេះគឺទីតាំងគឺស្ថិតនៅក្នុងខេត្តបាត់ដំបងហើយម្យ៉ាងវិញទៀតប្រសិនបើមានលេខទូរស័ព្ទដើម្បីទំនាក់ទំនងមានន័យថាឡាននេះមិនតាន់បានលក់ទេប៉ុន្តែប្រសិនបើបាត់លេខទូរស័ព្ទហើយមានន័យថាឡាននេះគឺលក់ហើយបាទអញ្ចឹងខ្ញុំអត់បានលុបវីដេអូនេះចេញពីpage ទេចឹងប្រសិនជាបងប្អូនមានតម្រូវការតាក់ទិនជាមួយនឹងឡានគ្រប់ប្រភេទបងប្អូនអាចតាក់ទងមកជាមួយនឹងខ្ញុំបាទបានព្រោះថាខ្ញុំបាទប្រុសបាត់ដំបងតែងតែលក់ឡានស្អាតអត់បុកអត់ប៉ះអត់ក្លាប់អត់កាត់តបាទជាក់ស្ដែងដូចជានៅក្នុងរថយន្តមួយគ្រឿងនេះតែម្ដងរថយន្តមួយគ្រឿងនេះគឺនៅសំណុំបាទបើសិនជាយើងនិយាយអំពីទឹកថ្នាំគឺបាញ់តិចតួចមែនតែនតែម្ដងបាទហើយទឹកថ្នាំស៊ីននេះគឺនៅសល់រហូតដល់80%បងប្អូនអត់ជឿថាមិនបានឆ្នាំរហូតមកដល់01 24ឆ្នាំបាទហេតុអីបានជាទឹកថ្នាំសល់រហូតដល់80%បាទអ្នកលក់ភូតទេដឹងមិនអញ្ចឹងទេណាបងប្អូនណាបាទដោយសារតាឡាននេះអញ្ចេះដោយសារតាឡាននេះគឺគាត់តម្លាក់ស្លឹកពុនមកពីស្រុកអាមេរិកមកណាបាទតាំងតែពីប្រើប្រាស់មកគឺម្ចាស់ទី1ផ្ទាល់តែម្ដងបាទអត់មានម្ចាស់ទី2អីទៀតទេគឺគាត់ប្រើហ្នឹងគឺគាត់ប្រើដុសស្នឹមប្រើកាន់ស្នឹមហ្មងណាបាទជាលេខថាឡាននេះគឺគាត់កាលពីខ្ញុំទៅទិញពីគាត់ហ្នឹងគឺគាត់អត់ចង់លក់ទេដោយសារតែគាត់មានប្រវត្តិអនុស្សាវរីយ៍ជាមួយគ្នារាប់ឆ្នាំមកហើយឡាននេះមិនដែលបង្កមហន្តរាយឲ្យគាត់ឧទាហរណ៍ថាការលំបាកបែកកង់ឬក៏បុកប៉ះពីអីគឺអត់មានទេបងប្អូនបាទបងប្អូនមើលនេះគាត់តុបតែងគុជហើយទាំងសងខាងបាទហើយគុជផុសគាត់នេះបងប្អូនគាត់ដាក់អាល្អទៀតណាភ្លឺយប់ឡើងគឺភ្លឺច្បាស់ហ្មងបាទហើយបើទឹកថ្នាំបងប្អូនអើយបងប្អូនមកមើលស្អាតជាងនៅក្នុងវីដេអូហ្នឹងទៀតបាទអាហ្នឹងតកតងជាមួយនឹងទឹកថ្នាំហើយបើសិនជារឿងនិយាយអំពីការតុបតែងវិញបងប្អូនតុបតែងមួយសេតមួយជុំហ្មងបាទបងប្អូនមើលកលៀតវានេះបងប្អូនណាបាទលេខកូដវានេះគឺនៅសំណុំនៅសេតមួយជុំហើយខ្ញុំក៏បានត្រួតពិនិត្យមើលយ៉ាងល្អិតល្អន់មែនតែនតែម្ដងបងប្អូនតម្រាំតែយើងដាច់ចិត្តយកមកបងប្អូនព្រោះអាឡានវាយូរឆ្នាំក៏ប៉ុន្តែវានៅស្អាតអញ្ចឹងយើងត្រូវពិនិត្យឲ្យបានច្បាស់លាស់មុនពេលដែលខ្ញុំចែកចាយទៅឲ្យបងប្អូនអញ្ចឹងមុននឹងចែកចាយឲ្យបងប្អូនហ្នឹងគឺខ្ញុំហ្នឹងគឺត្រួតពិនិត្យមើលច្បាស់លាស់មែនតែនឲ្យបងប្អូនអើយហើយមើល VCD មើលមញ៉េគាត់បានដូរហើយដាក់កាមេរ៉ាដាក់អីហើយមួយសេតហ្មងបាទកាមេរ៉ាក្រោយច្បាស់ទេហើយបើសិនជាយើងនិយាយអំពីគ្រឿងជ័រវិញណាបងប្អូនបាទនិយាយអំពីគ្រឿងជ័រវិញគឺនៅឆ្វាចបាទអត់មានកូដអត់មានអីទេបាទហើយបើសិនយើងនិយាយអំពីប្រវត្តិបាទរថតាក់ស៊ីគឺអត់មានទេបងប្អូនអើយគាត់រៀងធូធាដែរបាទអញ្ចឹងហើយគាត់មិនមានប្រវត្តិរថតាក់ស៊ីទេហើយជាពិសេសទៀតគឺជាឈ្មោះរបស់គាត់ផ្ទាល់តែម្ដងបងប្អូនមើលកលៀតទ្វារនេះឃើញទេបាទកលៀតទ្វារនេះគឺនៅឆ្វាចនៅឆ្វង់ទឹកថ្នាំកលៀតស៊ីនទាំងអស់អត់មានបាញ់មកតំណក់ទេបាទហើយខ្ញុំត្រួតពិនិត្យយ៉ាងល្អិតល្អន់ច្បាស់លាស់ហើយបងប្អូនប្រសិនបើនៅក្នុងករណីដែលថាបងប្អូនមកត្រួតពិនិត្យមើលឃើញថាបុកប៉ះពីណាបាទគឺខ្ញុំជូនសហយបងប្អូនទៅផ្ទះវិញបាទព្រោះទម្លាប់របស់ខ្ញុំតាំងតែពីដើមមកម្លេះគឺឡានបុកប៉ះពីកលាប់កាត់តគឺអត់ទិញទេបងប្អូនបាទ100%គឺអត់ទិញតែម្ដងបាទលក់តែឡានសំណុំឡានស្អាតថាបថាទឹកថ្នាំអាហ្នឹងយើងអត់និយាយទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងតេតិនជាមួយនឹងទឹកថ្មដបូលលើអីលើគឺនៅស្អាតឆ្វាយទាំងអស់តែម្ដងបងប្អូនអើយនេះមើលណាបាទតាមក្រោយគូតអីនៅស្អាតគាត់ថាគាត់នេះទៀតណាគាត់សុំចិត្តគាត់អាណិតឡានថាបើសិនជាលក់ឲ្យអីកុំឲ្យយកទៅដាក់គ្រាអីដោយសារតែអាណិតឡានខ្ញុំថាដាក់គ្រាក៏វាមិនមានបញ្ហាអីដែរហើយខ្ញុំលក់ហ្នឹងគឺលក់ឲ្យអ្នកដែលប្រើប្រាស់ជាលក្ខណៈគ្រួសារដូចគ្នាអញ្ចឹងណាបាទហើយបងប្អូនមើលតាមពីក្រោយអីគឺនៅឆ្វាចបងប្អូននេះកលៀតទៅត្រង់នេះណាបើសិនជាឡាននៅក្នុងករណីវឹកវើឡានដឹកឡានប្រយុទ្ធឡានរត់ខ្លាំងឡានបើក
ញាប់គឺក្នុងហ្នឹងគឺស្រាំហើយបងប្អូនហើយមើលតាមខ្ចៅពីខាងក្រោយនេះវិញគឺមិនធ្លាប់មានការដោះដូរអីទេបងប្អូនឃើញទេបាទអត់មានដបដោះដូរដោះអីគឺនៅឆ្វង់ផវាតែម្ដងហើយកលៀតនិយាយរួមទៅឡាននៅសនំនៅស្រីនផវាគឺมันមានប្រវត្តិដាក់គះมันមានប្រវត្តិរត់តាក់ស៊ីมันមានប្រវត្តិប្រើបុកវើនមើលគ្រឿងជាប់ពីខាងក្រោយនេះបងប្អូនបាទឡានណាបងប្អូនដឹកខ្លាំងរត់ខ្លាំងប្រើខ្លាំងគឺយើងមើលតែគ្រឿងជាប់កាលណាបើសិនជាឡានអត់បុកឡានប្រើខ្លាំងគឺគ្រឿងជាប់គឺទុកតែម្ដងបាទប៉ុន្តែបងប្អូនណាឡានគ្រឿងជាប់មួយគ្រឿងលុចស៊ីមួយគ្រឿងនេះគឺនៅឆ្វាយនៅឆ្វង់ដូចឡានចេញមកពីស្លឹកពុនអញ្ចឹងបងប្អូនមើលកស៊ូតំណប់បាត់នៅពីខាងក្រោយនេះសស្គូអានេះបាទអត់មានតន់ស្នឹមតន់អី24ឆ្នាំបងប្អូនអើយបាទកូនប្រុសកន្លោះចាស់កូនស្រីកំមុំចាស់ហើយបាទហើយបងប្អូនមើលហើយវានៅទិដ្ឋភាពប្រព័ន្ធនេះតំណប់បាត់នៅប្រព័ន្ធនេះអានេះមិនមែនតំណប់បាត់បិទទេណាបងប្អូនណាគឺជាតំណប់បាត់ស៊ីនមកពីក្រុមហ៊ុនរោងចក្រមកយ៉ាងម៉េចគឺស្ថានភាពវានៅអញ្ចឹងដដែលបាទតំណប់បាត់ហ្នឹងកាលណាបើសិនជាបងប្អូនមើលកស៊ូនៅពីខាងក្រោយនៅឆ្វាយសស្គូហ្មងហើយបងប្អូនដឹងស្រាប់ហើយវីដេអូខ្ញុំថតច្រើនបាទថតច្រើនតាក់ទិនជាមួយនឹងការបង្ហាញអំពីការមើលឡានមើលអីហ្នឹងក៏ច្រើនរាប់រយវីដេអូមកហើយបាទអញ្ចឹងហើយបងប្អូនណាកស៊ូតំណប់បាត់អស់នេះបើសិនជាគ្រាន់តែថាបើសិនជាតែកស៊ូបិទណាបាទកស៊ូអូសថ្មីតំណប់បាត់បិទគឺយើងមើលតែមួយផ្នែកគឺយើងដឹងតែម្ដងបងប្អូនបាទមូលហេតុបានគេបិទតំណប់បាត់ដោយសារតែឡានវាទួបាទឡានវាបុកក្រោយហើយដោយសារតែឡានវាប្រើបុកបឺនខ្លាំងចឹងទៅវាខ្ទេចខ្ទីតំណប់បាត់នៅពីខាងក្រោមអញ្ចឹងហើយបានគេបិទថ្មីប៉ុន្តែបិទថ្មីទោះជាពូកែបិទយ៉ាងណាទិញអាតំណប់បាត់លេខ1ប៉ុណ្ណាគឺនៅតែមើលដឹងដែរបងប្អូនបាទបងប្អូនមើលកលៀតផវានេះគឺនៅឆ្វង់នៅឆ្វាច់នៅស្អាតភ្លឹងហ្មងបាទគ្មាននិយាយរួមទៅប្រភេទឡានមួយទឹកណាបងប្អូនបាទប្រភេទឡានមួយទឹកគឺគ្មានកន្លែងទាស់ទេកុំអោយតែបងប្អូនយកឡាន24ឆ្នាំយកទៅប្រៀបធៀបជាមួយនឹងឡាន0គីឡូអញ្ចឹងណាបាទបើសិនជាយើងប្រៀបធៀបជាមួយនឹងឡាន0គីឡូវាមិនត្រូវទេអាយុកាលរបស់វាគឺវាធ្វើដំណើរតាមដងផ្លូវ24ឆ្នាំហើយទៅប្រៀបធៀបគ្នាជាមួយនឹងឡាន0គីឡូប្រៀបធៀបគ្នាមិនត្រូវបងប្អូនណាអាមួយទៅផលិតមកថ្មីមិនតាន់មានអ្នកជិះអាមួយគេជិះយ៉ាងយូរឆ្នាំមកហើយបងប្អូនអ្នកមើលប្លុកម៉ាស៊ីនអ្នកឃើញទេបងប្អូនឃើញប្លុកម៉ាស៊ីនគឺឆ្វាចហ្មងនិយាយរួមមួយម៉ាត់គឺធានាជូនបងប្អូន 100% បើបងប្អូនមើលឃើញឡានបុកឡានប៉ះឡានកលាប់ឡានកាត់តឡានស្ងោរដូរពណ៌បងប្អូនខលមកខ្ញុំមកបាទហើយធានាឲ្យបងប្អូនទៀតនៅពេលដែលបងប្អូនយកទៅណាបាទបងប្អូនយកទៅមានសាច់ញាតិឬមួយក៏មានជាងបងជាងណាឬក៏ពូជាងណាដែលគាត់មើលថាឡាននេះមានកលាប់ឬក៏កាត់តបុកដកធ្នឹមដូរថ្ពាល់ដូរអីនោះបាទបងប្អូនអាចខលមកតាក់ទងជាមួយនឹងខ្ញុំដើម្បីជជែកគ្នាតាក់ទិនជាមួយនឹងបញ្ហាទាំងអស់ហ្នឹងបាទឬមួយក៏បងប្អូនគាត់ថាបងប្អូននៅផ្លូវឆ្ងាយនៅកំពង់សោមនៅកោះកុងនៅស្វាយរៀងរតនគិរីមណ្ឌលគិរីដែលចង់ទិញនៅឡានរបស់ខ្ញុំបាទនេះបើសិនជាខ្ញុំនិយាយទៅឲ្យខុសពីការពិតណាបងប្អូនសេវលេខខ្ញុំទុកគឺយកសហយខ្ញុំបាទគឺមកខ្ញុំជូនសហយឲ្យបងប្អូនទៅវិញតែម្ដងព្រោះមិនបានខ្ញុំហ៊ានអះអាងអញ្ចឹងដោយសារតែឡាននេះវាច្បាស់បាទវាមើលយ៉ាងល្អិតល្អន់ច្បាស់លាស់មែនតែនហើយថាឡាននេះនៅសនំបាទនៅគ្រឿងសនំសាច់បុកប៉ះពៀគឺអត់មានកលាប់កាត់តគឺអត់មានគឺមើលល្អិតល្អន់ហើយបានហ៊ានធានាជាមួយនឹងបងប្អូនប្រុសស្រីថាឡាននេះគឺអត់មានបុកតែម្ដងបាទអត់មានបុកហើយការតបតែងអីម៉ាសេតបងប្អូនមើលសកម្មៃបងប្អូនណាឡាននេះសកម្មៃមិនមែនសស្គូសទេបាទសកម្មៃគឺជាពណ៌ដែលពេញនិយមនៅក្នុងស្រុកខ្មែរយើងបងប្អូនណាឡាននេះកាលពីសម័យដើមបងប្អូនគាត់ទិញ22កន្លះបងប្អូន 22,500 បាទ 22,500 មិនតិចទេបងប្អូនអើយបាទសម័យគឺសម័យ330,000ជាងណាបងប្អូនបាទឥឡូវនេះធ្លាក់មកលើដៃខ្ញុំហើយប៉ុន្តែមិនដឹងថាទៅដល់ដៃអតិថិជនទី3នៅអតិថិជនមួយណាទេបងប្អូនអើយបាទប៉ុន្តែខ្ញុំយកមកនេះគឺអត់បានជិះទេយកមកគ្រាន់តែសម្អាតនាយអាយបោកពុកពោលាម៉ាស៊ីនឲ្យស្អាតសម្រួលតិចតួចអីចឹងទៅគឺនឹងលក់ជូនឲ្យអតិថិជនណាដែលគាត់ស្ម័គ្រយកវាទៅថែទាំបន្ថែមបាទព្រោះឡាននេះវាស្អាតបាទស្អាតហើយគឺចង់ឲ្យបងប្អូនប្រាស់ជាលក្ខណៈគ្រួសារយកទៅប្រើបន្តបើសិនជាម៉ាស៊ីនវិញបងប្អូនអើយម៉ាស៊ីនប្រអប់លេខគឺរត់ហាប់ណែនប៉េះហ្មងគឺរត់សឹបហ្មងបាទរត់ស្រួលឡាននេះបាទនិយាយរួមទៅឡាននេះមកទឹកក៏ប៉ិតមែនក៏ប៉ុន្តែការរត់ការប្រើប្រាស់មិនចាញ់ប្រភេទឡានខ្លាញ់គោប្រហែលទេដោយសារតែយើងប្រើប្រាស់